Hello ស្ដីអរគ្នាស្វាគមន៍មកកាន់ការសម្រាយរឿងរបស់ Admin នៅក្នុងរឿង I Become a Sunflower នៅភាពបន្តតាមមុនចូលសាច់រឿងរបស់យើង Admin ក៏ចង់ឲ្យអ្នកនរគ្នាកុំភ្លេចចុច Like Subscribe ហើយដាក់សញ្ញាកណ្ដឹងផងដើម្បីទទួលបានវីដេអូថ្មីចូលទៅកាន់សាច់រឿងរបស់យើងវិញពេលនេះចេណានិងអាសាសៀកំពុងតែថោកគ្នានឹងចេណាក៏សួរថាតើអាសាសៀនឹងកើតអីនឹងហើយអាសាសៀក៏និយាយថាគឺគាត់អត់ចេះពីរបៀបថោកគ្នាទេចឹងហើយគាត់ចង់ឲ្យចេណានឹងបរៀនគាត់ថោកគ្នាចេណាក៏លឺឲ្យឡើងកាំងស្ញែងវាមិនដែរណាមិនចេះថោកគ្នាហើយចង់ឲ្យគេថោកថ្មីហ្មងហើយចុះអាយប់នោះគេអត់មានបរៀនហ្នឹងមិនគេចេះឯងនេះហើយចេណាក៏បានដើរតួនាទីជាគ្រូដ៏ល្អបរៀនអាសាសៀឲ្យអស់ពីសមត្ថភាពអ្វីដែលនាងចេះហើយកំពុងតែបង្រៀនកូនសិស្សម្នាក់ហ្នឹងក៏ស្រាប់តែលឺសម្រាប់ជើងដែរដែលហ្នឹងណាកំពុងតែដើរមកហើយដែលក៏ស្រែកសួរថាតើមាននរណាគេនៅនឹងអត់ពេលដែលលឺសំឡេងដែលបែបហ្នឹងចេណារបស់យើងក៏បានឈប់តែហាក់បីដូចជាអាសាសៀគាត់អត់ឈប់ទេគាត់នៅតែបន្តចង់ថាប់ចេណាតែចេណាក៏ប្រឹងរើដែរតែហាក់បីដូចជារើអត់កើតទេព្រោះអីគេមានធំជាងគេចាប់ក្រៀកជាប់បាទក៏ប៉ុន្តែចេណារបស់យើងក៏មានຕົកនៅចាំយូរដែរក៏ខំមាត់អាសាសៀមកដង្ហឹងឲ្យឈាមតែម្ដងទៅអាសាសៀនឹងប្រឈប់នៅពេលដែលឈាមមាត់បែបហ្នឹងអាសាសៀក៏បានយកដៃរបស់គាត់យកទៅខ្ទប់មាត់ដែរហើយក៏គាត់ក៏និយាយថាបើសិនជាមានណាគេដើរមកទីនេះច្បាស់ជាដឹងថាពួកគេទាំងពីរនាក់កំពុងតែថោកគ្នាហើយព្រោះអីពងបែកមាត់ចឹងហើយចឹងណាក៏បានលើសំឡេងដែនហ្នឹងចង់ដើរមកទីនេះក៏ប៉ុន្តែម្ដាយរបស់អាសាសៀហ្នឹងក៏និយាយប្រាប់តែដែនថានៅកន្លែងហ្នឹងគឺអត់មានអ្វីទេដោយសារតែកន្លែងហ្នឹងគឺជាកន្លែងដែលគាត់ដាក់រូបគំនូរចឹងហើយគ្មាននរណាគេនៅកន្លែងហ្នឹងឡើយចឹងហើយចង់ឲ្យដែនណាកុំដើរទៅកន្លែងហ្នឹងអីបន្តទៅមើលទៅកន្លែងផ្សេងទៅឃើញចេណាភ័យបារម្ភបែបហ្នឹងអាសាសៀក៏និយាយទៅកាន់ចេណាថាពួកយើងមើលទៅសំណាងណាស់ហើយក៏បានចូលទៅចិត្តចេណាតែចេណាក៏បានរុញគាត់ចេញតែខ្លាចគាត់ហ្នឹងចាប់ថោបនាងទៀតហើយអាសាសៀអះអាងថាគាត់នឹងមិនថោបចេណាទៀតទេហើយពួកយើងអាចទៅក្រៅបានហើយបន្តសួរចេណាថាតើចេណាអាចទទួលយកគាត់បានអត់ហើយចេណាក៏និយាយថាហេតុអ្វីបាត់ជាចេណាហ្នឹងត្រូវទទួលយកអាសាសៀដែរហើយអាសាសៀក៏និយាយថាមកពីចេណាអត់ហ៊ានទទួលយកគាត់ដោយសារតែចេណាខ្លាចមែនចឹងហើយចេណាមិនខ្លាចទេដោយសារតែគាត់មិនធ្វើឲ្យចេណាមានអារម្មណ៍ថាมันមានសុវត្ថិភាពហើយចេណានិយាយទៅកាន់អាសាសៀថាมันមានសុវត្ថិភាពអីបើសិនជាឥឡូវហ្នឹងអាសាសៀហ្នឹងឯងគឺជាបិសាចហើយអាសាសៀក៏និយាយថាបើសិនជាមានបិសាចស្រស់ស្អាតហើយអាចឲ្យចេណានៅអ្វីគ្រប់យ៉ាងបែបហ្នឹងហើយអ្វីបានជាចេណាហ្នឹងអត់ព្រមទទួលយកអញ្ចឹងហើយចេណាក៏និយាយប្រាប់ទៅអាសាសៀថាបើសិនជាអាសាសៀជាបិសាចគឺល្អជាងជាអាសាសៀឥឡូវនេះដោយសារតើវានឹងមិនមានបកបញ្ហាធំដូចឥឡូវហ្នឹងក៏បញ្ហាហ្នឹងចង់សម្ដៅទៅលើអាសាសៀដែលជាកូនរបស់ដែនណាអ្នកនរគ្នាដែលជាប្តីរបស់គាត់ចឹងហើយបើសិនជាពីរអ្នកគេតតងគ្នាវាមើលទៅរៀងអត់សូវសមចឹងបើសិនជាអាសាសៀប្រែទៅជាម្នាក់ទៀតអញ្ចឹងវាមិនល្អជាងហើយអាសាសៀក៏និយាយទៅកាន់ចេណាថាអញ្ចឹងចេណាសុខចិត្តរស់នៅជាមួយនឹងបិសាចនៅកន្លែងខ្មៅងងឹតល្អជាងរស់នៅជាមួយគាត់ឥឡូវហ្នឹងមែនហើយចេណាក៏និយាយថាត្រូវហើយពាក្យសម្ដីរបស់ចេណាមួយម៉ាត់នេះធ្វើឲ្យអាសាសៀហ្នឹងលួចញញឹមចឹងមានន័យថាគាត់ក៏ពេញចិត្តនៅពាក្យសម្ដីដែលចេណានិយាយហ្នឹងដែរនៅពេលដែលអាសាសៀចេញទៅបាត់អ្នកបម្រើក៏ចូលមកហើយនិយាយទៅកាន់ចេណាថាអ្នកនាងពេលនេះគឺដល់ម៉ោងអាហារពេលល្ងាចហើយអញ្ចឹងហើយសូមឲ្យចេណារបស់យើងហ្នឹងទៅញ៉ាំអាហារពេលល្ងាចផងហើយអ្នកបម្រើនោះក៏បន្តដើរទៅកាន់អាសាសៀហើយក៏និយាយថាអ្នកប្រុសពេលនេះអាហាររួចរាល់ហើយអញ្ចឹងសូមឲ្យអ្នកប្រុសហ្នឹងទៅពិសាអាហារហើយអាសាសៀហ្នឹងក៏កំពុងតែសម្លឹងមើលកូនកំបិតមួយហើយក៏សួរទៅកាន់អ្នកបម្រើហ្នឹងទាំងសំឡេងរបៀបថាតកកមិនមែនផ្អែមល្ហែមដូចជាអ្វីដែលអាសាសៀហ្នឹងធ្លាប់និយាយជាមួយនឹងចេណាទេដូចមនុស្សពីរផ្សេងគ្នាអញ្ចឹងចេណានៅពេលដែលឮសំឡេងរបស់អាសាសៀនិយាយទៅកាន់អ្នកបម្រើខុសប្លែកពីអ្វីដែលគាត់និយាយមកកាន់នាងអញ្ចឹងចេណាក៏មានអារម្មណ៍រៀងប្លែកដែរហើយអ្នកបម្រើក៏និយាយទៅកាន់អាសាសៀថាកំបិតហ្នឹងគឺម្ដាយរបស់អាសាសៀហ្នឹងគឺគាត់ជាអ្នកទិញមកបន្ទាប់មកគ្រាន់តែចេណារបស់យើងរៀងក៏ហឹមបន្តិចអាសាសៀក៏សម្លឹងមកកាន់ចេណាហើយក៏ដើរមកនិយាយជាមួយនឹងចេណាហ្នឹងផ្អែមល្ហែមទៀតហើយញ៉ាំទៅគឺខុសគ្នាពីដែលគាត់ហ្នឹងនិយាយជាមួយអ្នកបម្រើទៅពីរនាក់ពេលនិយាយមួយអ្នកបម្រើទៅពីរនាក់ហ្នឹងដូចចង់ចាក់កអ្នកបម្រើយំទៅអាសាសៀហ្នឹង fake សាហាវហ្មងពេលនៅក្នុងតុបាយចេណារបស់យើងកំពុងតែញ៉ាំបាយហ្នឹងស្រាប់តែ
តាមម្ដាយរបស់អាសាសៀ Access ហ្នឹងគាត់ក៏សួរចេណាថាតើចេណាអាចស្នាក់នៅកន្លែងហ្នឹងមួយយប់ទៀតបានអត់ដោយសារតើអ្នកគូគំនូហ្នឹងគឺគាត់អត់តាន់បានមើលរូបគំនូរបស់វិចិត្រករហ្នឹងអស់ទេអញ្ចឹងហើយគាត់ចង់នៅបន្តមួយយប់ទៀតអញ្ចឹងហើយចង់ឲ្យចេណាហ្នឹងនៅសម្រាប់នៅនឹងមួយយប់សិនហើយចេណារបស់យើងក៏គិតនៅចិត្តថាងាប់ឲ្យដឹងនៅមិនទេលោកនៅជាមួយនឹងកូនហងជាមួយនឹងប្តីដែលទៅម្លែងលះហងហើយនៅជាមួយនឹងប្រពន្ធដើមរបស់ប្តីទៅម្លែងលះទៀតចេណាក៏ខំសម្លឹងទៅកាន់ដែនដើម្បីឲ្យដែនហ្នឹងជួយនិយាយតែមានណាដែនតែអូខេដែរដឹងបរិស័ទមិនទេចេណាក៏យល់ព្រមថាដេកនៅហ្នឹងទៅបន្ទាប់ពីញ៉ាំអាហាររួចចេណាហើយនឹងដែនណាក៏បានដើរទៅបន្ទប់មិនទៅបន្ទប់គេងមួយគ្នាណាតែពួកគេដើរទៅជាមួយគ្នាហើយដែនហ្នឹងក៏បានសួរកាន់ចេណាថាតើថ្ងៃហ្នឹងការតាំងពីពណ៌គំនូហ្នឹងយ៉ាងម៉េចដែរហើយចេណាក៏និយាយថាមានអីល្អតាហើយដែលណាក៏និយាយ serious ទៅកាន់ចេណាថាមែនទេក៏មិនចង់ស្ដាប់ពាក្យហ្នឹងឯងក៏ចង់ស្ដាប់ពាក្យនៅពីក្រោយពាក្យដែលចេណានិយាយហ្នឹងហើយចេណាឡងភ័យស្មានតែដែលហ្នឹងចាប់នាងបានទេតាហើយមានណាដែនតែនិយាយអីណែថាមិនក៏ចេណាហ្នឹងអត់មានប្រាប់ឲ្យវិចិត្រករហ្នឹងយកគំនូដែលចេណាដែលគាត់កំងហ្នឹងយកមកផងអញ្ចឹងណាពេលដែលដឹងថាដែនចាប់អត់បានអញ្ចឹងចេណាក៏ញញឹមបន្តិចហើយពេលដែលឃើញចេណាញញឹមអញ្ចឹងដែនក៏សប្បាយចិត្តហើយក៏និយាយថាទីបំផុតគឺគាត់អាចធ្វើឲ្យចេណាហ្នឹងញញឹមបានហើយគាត់ជឿជាក់លើខ្លួនឯងហើយចេណាសួរថាតើដែនហ្នឹងដើរតាមនាងដល់ពេលណាទៀតកាលទៅរកបន្ទប់ខ្លួនឯងវិញហើយដែនក៏និយាយថាអូមកពីខ្ញុំវិញផ្លូវឥឡូវទៅវិញអីចឹងជួនចេណាត្រឹមនឹងបានហើយយប់ឡើងចេណាក៏បានចូលសម្រាកហើយនាងក៏បានគិតរឿងគ្រប់យ៉ាងដែលនាងបានធ្វើជាមួយនឹងអាសាសៀហើយក៏បានកេងលក់តែពេលកេងលក់ណាក៏ដេកយល់សពឃើញបរោះដែរមានសក់ពណ៌ខ្មៅហ្នឹងម្ដងទៀតហើយក៏តែបានឃើញយល់សពនឹងភ្លាមចេណាគឺចាប់បរោះម្នាក់ហ្នឹងមើលតែម្ដងហើយពេលដែលចាំគឺមកដូចអាសាសៀបេះបិទហ្មងគ្រាន់តែខុសតែសក់ឯងហើយយល់សពលើកនេះក៏វាមិនខុសពីលើកមុនដែរដោយបរោះម្នាក់ហ្នឹងក៏បានធ្វើចុចជាមួយនឹងចេណាដូចគ្នាដែលធ្វើឲ្យចេណារបស់យើងហ្នឹងគឺដេកមិនលក់ទេចាព្រឹកឡើងបោកភ្នែកមកសល់ហើយពេលដែលចេណាងើបហើយបានរៀបចំខ្លួននៅក្នុងវិមានរួចរាល់នាងក៏បានដើរចាញ់ក៏បានជួបដែនហើយនឹងប្រពន្ធដើមរបស់ដែនហ្នឹងកំពុងតែនៅជាមួយគ្នាញឹមទៅគេបាននិយាយគ្នាឡើងធម្មតាមានដូចឆ្លោះគ្នាទេហើយប្រពន្ធរបស់ដែនក៏និយាយទៅកាន់ចេណាថាតើចេណាទៅងើបមែនបើសិនជាដឹងថាចេណាទៅងើបអញ្ចឹងពួកគាត់នឹងចាំញ៉ាំអាហារពេលព្រឹកជាមួយគ្នាហើយបានសួរកាន់ចេណាថាតើជប់មិនហ្នឹងចេណាមានគេលក់ស្រួលអត់ហើយចេណាក៏បានសួរទៅកាន់ពួកគេទាំងពីរវិញហើយដែនក៏និយាយថាគាត់យប់មិញហ្នឹងគាត់គេងអត់សូវលក់ទេដោយសារតែគាត់ហ្នឹងប្លែកកន្លែងហើយចឹងទៅប្រពន្ធដើមរបស់ដែនហ្នឹងក៏និយាយថាតាមដែលគាត់ដឹងដែនណាដេកនៅណាក៏បានដែរហើយលើគេសើចឹងធ្វើឯងណាចេញចរិតសង្ហាមកមានដែរប្រពន្ធដើមរបស់ដែនក៏បន្តនិយាយថាព្រោះអីដែនដឹងខ្លួនឯងច្បាស់ហើយដេកនៅណាក៏បានដែរព្រោះដើរដេកជាមួយស្រីតាពីរចឹងពេលលើចឹងដែនក៏និយាយថាហេតុអ្វីបានជានាងនិយាយរឿងហ្នឹងទៅអីហើយតែធ្វើឲ្យចេណារបស់យើងហ្នឹងផ្ទុះសំណើចហើយដែលបានគិតថាពួកគេទាំងពីរមើលទៅដូចជាមិត្តភក្តិជិតស្និទ្ធនឹងគ្នាវាអត់សមនឹងប្តីប្រពន្ធដែលលែងគ្នាហើយអត់និយាយរកគ្នាពេលនិយាយញ៉ោះដែនហើយម្ដាយរបស់អាសាសៀហ្នឹងក៏និយាយទៅកាន់បរិមម្នាក់ថាតើឯងធ្វើរួចរាល់ហើយមែនហាអាសាសៀហើយចេណាក៏សម្លងទៅកាន់គាត់ពេលដែលអាសាសៀដើរមកដល់ពួកគេក៏និយាយសំណេះសំណាលគ្នាតិចតួចហើយម្ដាយរបស់អាសាសៀក៏និយាយថាអញ្ចឹងថ្ងៃនេះគាត់នឹងដើរមើលគំនូរជាមួយនឹងចេណាតែពីរនាក់ហើយទុកឲ្យអាសាសៀហើយនឹងដែនហ្នឹងទៅមើលគំនូរជាមួយគ្នាទៅចឹងហើយពួកគេក៏យល់ព្រមក៏ប៉ុន្តែពេលដើរបែកផ្លូវគ្នាមួយទៅឆ្វេងមួយទៅស្ដាំពេលដែលកំពុងតែដើរទៅមើលរូបគំនូរទាំងអស់នោះម្ដាយរបស់អាសាសៀ Access ហ្នឹងក៏និយាយទៅកាន់ចេណាហ្នឹងទាំងសប្បាយចិត្តហើយដល់និយាយថាគាត់គឺចង់មានទំនាក់ទំនងល្អជាមួយនឹងចេណាបើសិនជាមានការតាំងពីពលក្រោយទៀតគាត់ចង់ឲ្យពួកគេទាំងពីរនាក់ហ្នឹងបានមកមើលទៀតហើយគាត់ថាគាត់ពិតជាចូលចិត្តចេណាមែនតើតាំងពេលដែលពួកគេហ្នឹងបានជួបគ្នាលើកដំបូងនៅកន្លែងតាំងពីពណ៌គំនូរលោកមុនម្លេះហើយចេណាក៏និយាយថាតើចេណាហ្នឹងគឺអត់ចង់ជាប់របៀបថាអញញ៉ៃជាមួយនឹងខ្សែរាជវង្សទេហើយម្ដាយរបស់អាសាសៀ Access ហ្នឹងក៏និយាយថាហេតុអ្វីបានចេណាហ្នឹងនិយាយចឹងឬក៏ចេណាហ្នឹងអត់ចូលចិត្តគាត់មែនហើយថាចេណាហ្នឹងពិបាកចូលទៅចិត្តមែនរបៀបថាចេណាមានចំណងចំណូលចិត្តហ្នឹងប្លែកចឹងណាហើយម្ដាយរបស់អាសាសៀ Access ហ្នឹងក៏និយាយថាគាត់នឹងព្យាយាមធ្វើឲ្យចេណាហ្នឹងចូលចិត្តគាត់ហើយពាក្យទាំងអស់ហ្នឹងដែលធ្វើឲ្យចេណាហ្នឹងរបៀបថា remind ដល់ដែនណាដែនក៏ធ្លាប់និយាយចឹងដាក់
ចេណាដែរហើយដែរចឹងទៅចេណាក៏និយាយថាឥឡូវហ្នឹងបងដេចាវូមែនព្រោះអីដែលហ្នឹងក៏ធ្លាប់និយាយរឿងថាគាត់នឹងធ្វើឲ្យចេណាហ្នឹងស្រឡាញ់គាត់ហ្នឹងដូចគ្នាលឿនហើយ access ហ្នឹងក៏បានសើចពេលដែលឃើញបែបហ្នឹងចេណាក៏មានអារម្មណ៍ថារៀងឆ្ងល់ហើយក៏បានសួរថាតើហេតុអ្វីបានជា access ហ្នឹងចូលចិត្តគាត់ពេលឮសំណួររបស់ចេណាបែបហ្នឹង access ក៏និយាយតាំងញញឹមថាដោយសារតែ Dan ហើយនិង Asasia ហ្នឹងពួកគេជាមនុស្សដូចគ្នាហើយនៅពេលដែលពួកគេជ្រើសរើសយកចេណាបានន័យថាចេណាគឺជាមនុស្សដែលពិសេសហើយលើបែបហ្នឹងចេណាក៏គិតក្នុងចិត្តថាបើសិនជា access ហ្នឹងដឹងច្រើនពី Asasia បែបហ្នឹងចុះហេតុអ្វីបានជា access ហ្នឹងអត់ដែលដឹងថាតើ Asasia ហ្នឹងកំពុងតែធ្វើអីខ្លះហើយគិតមិនទាន់ចប់ផងស្រាប់តែ access ហ្នឹងក៏និយាយកាត់ចេណាថាខ្ញុំយល់ហើយហេតុអ្វីបានជាកូនប្រុសរបស់ខ្ញុំហ្នឹងធ្លាក់នៅក្នុងអន្លង់ស្នេហ៍របស់ចេណាពេលលើ access និយាយអញ្ចឹងចេណាក៏បែកញើសឡើងប៉ិនក្របពោតហើយក៏និយាយថាតើ access ហ្នឹងចង់និយាយពីគេហើយ access ហ្នឹងក៏និយាយថាខ្ញុំគឺជាម្ដាយរបស់គេអញ្ចឹងហើយខ្ញុំដឹងរឿងគ្រប់យ៉ាងហ្នឹងហើយ access ក៏និយាយទៅកាន់ចេណាថាកុំឲ្យចេណាហ្នឹងបារម្ភអីព្រោះគាត់ហ្នឹងអត់ឲ្យអ្នកទាំងពីរហ្នឹងបែកគ្នាទេអញ្ចឹងហើយមិនភ័យទេហើយ access ក៏បន្តនិយាយរឿងរបស់ Asasia ទៅកាន់ចេណាថាតាំងពីទូចឡើយគឺ Asasia ហ្នឹងតែងតែចង់បានអ្វីដែលគាត់ហ្នឹងចង់បានហើយរបស់ដែលគាត់ចង់បានហ្នឹងគឺមិនច្រើនទេញ៉ាំទៅមនុស្សគាត់របៀបថាគាត់ ignore គ្រប់យ៉ាងគាត់អត់ដែលមានអារម្មណ៍ថាចង់ប៉ះពាល់ឬក៏ចង់បានរបស់អីមួយអញ្ចឹងណាហើយឥឡូវហ្នឹងគឺទៅតែឃើញគាត់ហ្នឹងមានអារម្មណ៍ថាចង់បានរបស់មួយតែវាមិនមែនជារបស់តែគឺជាមនុស្សហើយការមានទំនាក់ទំនងជាមួយនឹងមនុស្សហ្នឹងប្រហែលជាវាមានភាពស្មុគស្មាញបន្តិចហើយបន្តមកចេណាក៏សួរថាបើសិនជាដឹងរឿងគ្រប់យ៉ាងហើយហេតុអ្វីបានជាឈរមើលធ្វើដូចជាមិនដឹងរឿងអីចឹងហើយ access ហ្នឹងក៏បន្តនិយាយថាដោយសារតែគាត់ហ្នឹងជឿជាក់លើ Asasia ហើយណាមួយនៅពេលដែលគាត់បានជួបនឹងចេណាហើយគឺគាត់មានអារម្មណ៍ថាគាត់ចូលចិត្តចេណាអញ្ចឹងហើយគឺវាមិនមែនជាបញ្ហាអីទេដែលឲ្យពីរអ្នកគេហ្នឹងតាក់ទងគ្នាហើយចេណាក៏បាននឹកគិតក្នុងចិត្តតែម្នាក់ឯងថាបើសិនជាម្ដាយរបស់ Asasia ដឹងពួកគេនឹងធ្វើបាបនាងអីចឹងណាដោយសារពួកគេជាខ្សែរាជវង្សហើយចេណាតែញ៉ៃកូនប្រុសគេចឹងទៅតែមានណាម៉ែគេបោះចង់សាយរបស់យើងក៏មកដល់ទីបញ្ចប់ហើយទាំងអស់គ្នាអញ្ចឹងអ្នកទាំងអស់គ្នាកុំភ្លេចចុច like subscribe ហើយដាក់សញ្ញាកណ្ដឹងផងដើម្បីទទួលបានវីដេអូថ្មី